សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបបើក hotspot នៅលើទូរស័ព្ទដៃឬក៏ជាការចែករំលែក Wi-Fi ទៅកាន់ទូរស័ព្ទមួយទៀតជាដំបូងយើងចូលទៅកាន់ការកំណត់ឬក៏ហៅថា setting ហ្នឹងបន្ទាប់មកយើងចូលមកកាន់ការភ្ជាប់ឥតខ្សែផ្សេងទៀតបន្ទាប់មកទៀតយើងចូលមកកាន់កន្លែងដែលមានពាក្យថា hotspot ផ្ទាល់ខ្លួនបន្ទាប់មកទៀតយើងចូលពាក្យថាការកំណត់ hotspot ផ្ទាល់ខ្លួនកន្លែងនេះគឺជាកន្លែងដែលបដូរឈ្មោះខាងលើនេះបដូរឈ្មោះហើយខាងក្រោមនេះគឺពាក្យសម្ងាត់អញ្ចឹងពាក្យសម្ងាត់បើយើងពិបាកក្នុងការបដូរឬក៏ប្រើយើងចុច1 2 3 4 5 6 7 8បន្ថែមជាសញ្ញាប៉ុណ្នេះទៅហើយយើងយកពាក្យថារក្សាទុកហើយបន្ទាប់មកទៀតនេះគឺជាការគ្រប់គ្រងកន្លែងគ្រប់គ្រងមានន័យថាយើងចង់ឲ្យមានការកំណត់ត្រឹមតែឧបករណ៍ត្រឹមតែ2អញ្ចឹងលើសពី2គឺមិនដំណើរការទេបន្ទាប់មកយើងថយមកវិញអស់មានន័យថា hotspot របស់យើងដែលយើងបានដាក់ឲ្យដំណើរការនោះគឺប្រើប្រាស់បានហើយមានន័យថាពេលដែលយើងបានភ្ជាប់ hotspot នេះគឺជា password ហើយនឹងជាឈ្មោះកន្លែងត្រង់នេះគឺបញ្ជាក់ថា hotspot របស់យើងបានប្ដូរ password កូដរួចហើយឬក៏ពាក្យសម្ងាត់ហ្នឹងរួចហើយតោះមកយើងបើក hotspot របស់យើងទៅឬក៏យើងមើលខាងលើនេះយើងឃើញពាក្យថា hotspot របស់យើងបានដំណើរការហើយអញ្ចឹងរបៀបបើក hotspot នៅលើទូរស័ព្ទដៃសូមបញ្ចប់